និយាយមែនណាបើសិនជាឈុត Halloween នេះគឺមានការខ្ញុំនៅរៀនអង់គ្លេសដល់ល្អមកចេះនិយាយទៅគឺកំងតែមកឈុតនឹងមកគឺសៀងគ្នាទៅគឺបាន2នាក់អីគ្រាន់តែលើនឹងគឺរៀនចប់ហើយណាមួយគឺ Huawei Halloween ទេដល់ពេលចឹងទៅមានតែកំងញ៉ាំនឹងឯងមកអបរបស់គាត់នឹងគឺមកឈុតនឹងហ្មងនិយាយទៅរបស់គេមានច្រើនហើយបើ burger psycho មួយនេះគឺកំងក្រៅផ្សេងទេមកដុំមកគេក្រាងធំហ្មងនិយាយទៅប៉ុនបាត់ដៃខ្ញុំហ្មងហើយបើមកប្លាក់គ្រឿងមួយនេះវិញនិយាយទៅមើលក៏តំណងហើយបើហូជឿវិញក៏អែមទៀតមកឈុតរបស់គេនឹងគឺមានមកមួយត្រេងដែរអញ្ចឹងពេលដែលបើទៅឡើង fresh ហ្មងទាំងអស់នឹងហ្មងគឺខ្ញុំកំងមកគឺមកឈុតនេះហើយបើ burger ជាមួយនឹងនំខេកនឹងគឺផ្សេងទេសម្រាប់ឈ្មោះហាងវិញគឺខ្ញុំបានកំងមកពី page មួយនេះនិយាយទៅមើលតំណងមែនការខ្ញុំកំងនេះគឺកំងតាមអនឡាញទេខាងគាត់ក៏មានជាហាងដែរអញ្ចឹងគឺនៅម្ដុំបងតបៃចាំខ្ញុំតម្លាក់ទីតាំង Google Map ក្នុង comment ឲ្យបន្ទាប់ពីកំងហើយអញ្ចឹង unboxing ទៅក៏ឃើញกระดาษមួយនេះគឺជា Halloween challenge របស់គាត់នឹងគឺអាចឈ្នះលុយរហូតដល់$100ទៀតលក្ខខណ្ឌវិញក៏ងាយស្រួលដែរគ្រាន់តែ selfie ចំពេលដែលយើងស្លៀកពាក់ Halloween ហ្នឹងគឺថតបដាគឺញ៉ាំបដាហ្នឹងគឺគ្រាន់តែផុសទៅគឺនឹងបានលេង challenge ហ្នឹងឯងលក្ខខណ្ឌបន្ទាប់ទៀតគឺអាចមើលតាមកระดาษហ្នឹងបានអញ្ចឹងឥឡូវមកមើលឈុតនេះវិញគឺខ្ញុំបានកំងមកឈុតហ្នឹងហ្មងហើយជាមួយនឹងថែម burger ជាមួយនំខេកមកឈុតក្នុងប្រអប់ហ្នឹងគឺមានតាំងតរិញផងមានតាំងពី pizza ផងសាច់មាន់ nugget ដលងពងហើយជាមួយនឹងស្លាប់មាន់ហើយបើមួយទៀតហ្នឹងគឺជាភេទនំកាលីកំងមកហ្នឹងគឺមានតាំងទឹកជ្រលក់ដែរអញ្ចឹងមកគេមាន3រសជាតិផ្សេងគ្នាចង់ជ្រលក់មួយណាក៏បានដែរនិយាយទៅរសជាតិប្លែកឆ្ងាញ់ហ្មងបន្តមកទៀតគឺជា cheeseburger burger នៅខាងគាត់ហ្នឹងគឺធំណាស់ម្ដុំហ្នឹងគឺប៉ិនបាត់ដៃខ្ញុំហ្មងហើយបើមួយនេះគឺជានំខេករបស់គាត់ហ្នឹងគឺរៀងទូចមែនប៉ុន្តែរសជាតិឆ្ងាញ់របស់គេនៅខាងក្នុងហ្នឹងគឺមានទាំងមួយជូរទៀតដល់ពេលដែលញ៉ាំទៅគឺរៀងជូរអែមបន្តមកទៀតចុងក្រោយគេនេះវិញគឺជានំ cookie ហ្នឹងគឺ snow សូកូឡានិយាយទៅមើលតំណងហ្មង